សូមឆ្លើយជាមួយខ្ញុំថាតើអ្នកទាំងអស់គ្នាជាមនុស្សអ្នកដែលមានការគិតវិជ្ជមានច្រើនឬក៏ជាមនុស្សអ្នកដែលមានការគិតបែបអវិជ្ជមានច្រើនជាងដោយអ្នកទាំងអស់គ្នាបានដឹងហើយថាបើសិនជាយើងមានការគិតបែបអវិជ្ជមានច្រើននោះវាជាប្រភពនៃការរាំងស្ទះក្នុងការឲ្យយើងអាចបញ្ចេញនូវស្នាដៃនិងលទ្ធផលបាទដើម្បីអភិវឌ្ឍខ្លួនឯងយើងត្រូវតែដឹងថាតើយើងជាមនុស្សអ្នកដែលមានការគិតបែបអវិជ្ជមានច្រើនឬក៏ជាមនុស្សអ្នកដែលមានការគិតបែបវិជ្ជមានច្រើនបើសិនជាអវិជ្ជមានច្រើននោះសូមព្យាយាមលុបបំបាត់វានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកនៅបទពិសោធន៍ដែលអ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់បានឆ្លងកាត់តាំងពីក្មេងមកដែលជាប្រភពនៃការបណ្ដុះនៅផ្នត់គំនិតបែបវិជ្ជមាននិងអវិជ្ជមានបាទមុននឹងយើងចូលទៅដល់ស៊ីជម្រៅខ្ញុំចង់សួរនៅសំណួរខ្លះៗដើម្បីឲ្យអ្នកទាំងអស់គ្នាអាចដឹងថាតើអ្នកទាំងអស់គ្នាកំពុងតែមានការគិតបែបវិជ្ជមានឬក៏ការគិតបែបអវិជ្ជមាននៅក្នុងខ្លួនសំណួរទី1តើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងជាមនុស្សម្នាក់ដែលពូកែក្នុងការរៀនសូត្រដែរឬទេប្រសិនបើអ្នកទាំងអស់គ្នាឆ្លើយថាទេខ្ញុំមិនពូកែទេបាទខ្ញុំសូមចូលរួមសោកស្ដាយដែលអ្នកទាំងអស់គ្នាមានការគិតបែបវិជ្ជមានខ្លះៗហើយនៅក្នុងខ្លួនតែប្រសិនបើអ្នកទាំងអស់គ្នាឆ្លើយថាខ្ញុំអាចធ្វើវាបានគ្រាន់តែខ្ញុំត្រូវការពេលវេលាបាទខ្ញុំសូមចូលរួមអបអរដែលអ្នកទាំងអស់គ្នាមានផ្នត់គំនិតបែបវិជ្ជមានសំណួរទី2តើអ្នកទាំងអស់គ្នាជឿទេថាអ្នកទាំងអស់គ្នាជាមនុស្សម្នាក់ដែលអាចរៀននៅអ្វីៗដែលថ្មីហើយអាចធ្វើនៅអ្វីៗដែលថ្មីដែលខ្លួនឯងមិនធ្លាប់ចេះពីមុនមកប្រសិនបើអ្នកទាំងអស់គ្នាឆ្លើយថាទេខ្ញុំមិនអាចធ្វើវាបានទេបាទខ្ញុំសូមចូលរួមសោកស្ដាយដោយអ្នកទាំងអស់គ្នាកំពុងតែមានផ្នត់គំនិតបែបអវិជ្ជមានច្រើនប្រសិនបើអ្នកទាំងអស់គ្នាឆ្លើយថាខ្ញុំអាចធ្វើវាបានខ្ញុំត្រូវតែសាកល្បងវាខ្ញុំជឿថាខ្ញុំអាចបញ្ចេញលទ្ធផលបានបាទខ្ញុំសូមចូលរួមអបអរដែលអ្នកទាំងអស់គ្នាមានផ្នត់គំនិតបែបវិជ្ជមាននៅក្នុងខ្លួនបាទអ្នកទាំងអស់គ្នាតាំងពីកុមារភាពមកគឺយើងមានផ្នត់គំនិតបែបវិជ្ជមានច្រើនមែនទែនបាទដោយអ្នកទាំងដឹងហើយថានៅពេលដែលយើងនៅក្មេងយើងហ៊ានសាកល្បងក្នុងការរៀនដើរយើងហ៊ានសាកល្បងក្នុងការរៀនហែលទឹកយើងហ៊ានសាកល្បងក្នុងការរៀនជិះកង់រៀនជិះម៉ូតូដោយយើងមិនខ្លាចគ្រោះថ្នាក់ដោយយើងមិនខ្លាចដួលយើងមិនខ្លាចលង់ទឹកនោះក៏ដោយសារតែយើងជឿជាក់ថាយើងអាចធ្វើវាបានយើងគ្មានបញ្ហាក្នុងការធ្វើវានោះទេប៉ុន្តែយើងចាប់ផ្ដើមមានផ្នត់គំនិតបែបអវិជ្ជមាននៅពេលដែលយើងចាប់ផ្ដើមចូលថ្នាក់បឋមសិក្សាឬក៏មត្តេយ្យនៅពេលដែលយើងចាប់ផ្ដើមចូលរៀនយើងចាប់ផ្ដើមគោរពទៅតាមការរៀបចំឬក៏យើងហៅថា course បាទមេរៀនរបស់គ្រូហើយពួកគាត់បានយកនៅការធ្វើតេស្តគឺជាការកំណត់លទ្ធផលដែលថាយើងជាមនុស្សម្នាក់ដែលពូកែក្នុងការរៀនឬក៏ជាសិស្សដែលមិនពូកែក្នុងការរៀនបាទនេះហើយជាប្រភពក្នុងការចាប់ផ្ដើមឲ្យយើងមានការគិតបែបអវិជ្ជមានច្រើននៅពេលដែលយើងចាប់ផ្ដើមប្រឡងអត់ជាប់តាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំមានការលំបាកក្នុងការធ្វើតេស្តវាធ្វើឲ្យយើងមានការគិតបែបអវិជ្ជមានថាយើងខ្លួនឯងនេះជាមនុស្សម្នាក់ដែលមិនឆ្លាតមិនពូកែរៀនអីក៏មិនចេះបាទខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាធាតុពិតវាមិនដូចអ្វីដែលយើងគិតនោះទេបាទអ្វីដែលយើងមានបញ្ហាគឺជារបៀបនៃការបង្រៀនរបស់គ្រូតែប៉ុណ្ណោះវាមិនត្រូវជាមួយនឹងអ្វីដែលយើងអាចស្វែងយល់បានលឿនវាត្រូវការឲ្យយើងចំណាយពេលវេលាច្រើនក្នុងការរៀនបាទជាងអ្នកដទៃដែលគេអាចចាប់បាននៅ style បង្រៀនរបស់គ្រូអញ្ចឹងអ្នកអស់ជឿថាបើសិនជាយើងរៀនមួយទល់មួយមកគ្រូតាំងពីដើមមកបាទនោះយើងនឹងរៀនបានប្រកែកដូចគេបាទប៉ុន្តែដោយសារតែយើងមិនមានមូលដ្ឋានក្នុងការរៀនជាក្រុមអញ្ចឹងយើងត្រូវការរៀនមួយទល់នឹងមួយសិនទើបធ្វើឲ្យយើងអាចរៀនបានពូកែបាទហេតុអីបានខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាដែលបានរៀនចប់ហើយពេលដែលអ្នកទាំងអស់គ្នាទៅចេញទៅធ្វើការនោះអ្នកទាំងអស់គ្នាដូចជាមនុស្សម្នាក់ដែលអត់ចេះអញ្ចឹងគឺយើងទៅរៀនពីកន្លែងការងារហើយនៅកន្លែងការងារបាទយើងនឹងមានឱកាសរៀនទល់នឹងមួយជាមួយនឹងបុគ្គលិកចាស់បាទពេលដែលយើងធ្វើអីខុសបាទគេនឹងកែតម្រូវយើងបាទពេលខ្លះគេស្ដីយើងមែនប៉ុន្តែយើងបានឆ្លើយតបនឹងធ្វើមួយទល់នឹងមួយជាមួយនឹងអ្នកបង្រៀនយើងឃើញថាយើងអាចធ្វើបានអញ្ចឹងនៅពេលដែលយើងមានមូលដ្ឋានគ្រឹះតិចបាទមានថាផ្ទះយើងមួយយើងបុកគ្រឹះបានតិចយើងរៀនពីក្រោមមកបានតិចដោយសារតែភាគច្រើនពេលដែលយើងរៀននៅសាលាយើងប្រឡងអត់សូវជាប់យើងធ្វើឲ្យយើងមានផ្នត់បែបអវិជ្ជមានច្រើនធ្វើឲ្យយើងខ្ជិលក្នុងការរៀនអញ្ចឹងយើងបាត់គ្រឹះច្រើនមែនតើអញ្ចឹងយើងត្រូវមកបំពេញគ្រឹះវិញនៅពេលដែលយើងចាប់ផ្ដើមចេញធ្វើការបាទអញ្ចឹងគ្រឹះនៃសសររបស់យើងត្រូវការចាក់បំពេញបន្ថែមនៅពេលដែលយើងចេញធ្វើការហើយបាទប៉ុន្តែវាត្រូវការតែពេលវេលាឯងបើមិនជាយើងមានពេលច្រើនទៀតយើងចាក់បំពេញគ្រឹះយើងបានណែននោះយើងនឹងចាប់ផ្ដើមរីកចម្រើនបានកាន់តែលឿនបាទព្រោះអីគោះក្បាលរបស់យើងឆ្លាតមែនតើអ្នកនរគ្នាខ្ញុំចង់លើកឧទាហរណ៍មួយថា
nếu bây giờ nè tao học này can tờ riến bà nếu bây giờ nè học này chắp bàn hơi á chắp bàn nơi chỗ lạnh ngà môi hơi á nè tao học này đừng ai bồng bài trên nơi chấm nội nắng tơ chi chấm nội xem tiệt bàn bà hơi riêng ca dướng có chat đi như này nhóm ưu tiên than nếu bây giờ nè tao học này rót hạt prán á ưu tiên thôi nè tao học này rót ngay nước bàn macalo sai lần riêng ca nè tao học này đừng cầm nọt tha nè tao học này ai rót bàn tràn chia 1 kg ai rót bàn 2 kg 3 kg bà nè tao học này chấm này pe rót can để tràn chấm ngay bởi dương canแต่การกำลังយើងកាន់តែមានច្រើនបាទពួកអីរាងកាយរបស់យើងវារៀនអំពីបទពិសោធន៍របស់យើងវាបំពេញនៅចំណុចខ្វះខាតរបស់យើងនៅពេលដែលយើងចាក់មូលដ្ឋានគ្រឹះហើយយើងអាចធ្វើអីបានកាន់តែច្រើនបាទអញ្ចឹងបើសិនជាអ្នកនរគ្នាមានផ្នត់គំនិតបែបអវិជ្ជមានច្រើនវាធ្វើឲ្យអ្នកនរគ្នារាំងស្ទះមែនទែននៅពេលដែលយើងចេញធ្វើការយើងគិតថាយើងរៀនចេះទេទៅតិចធ្វើមិនបានទៅបាទតិចគេស្ដីឲ្យទៅបាទតិចគេដេញចេញទៅបាទកុំមានបញ្ហាហ្នឹងបាទធ្វើសិនព្យាយាមធ្វើសិនគេទុកឱកាសយើងធ្វើបើសិនជាបរាជ័យនៅកន្លែងហ្នឹងដាក់កន្លែងថ្មីទៀតប្រហែលជាកន្លែងហ្នឹងអ្នកដែលនៅពីលើយើងក៏អត់មានវិធីសាស្ត្រក្នុងការចែករំលែកនៅបទពិសោធន៍ចំណេះដឹងរបស់គាត់មកយើងធ្វើឲ្យយើងអាចងាយស្រួលយល់អញ្ចឹងយើងអាចទៅកន្លែងផ្សេងទៀតដើម្បីរៀននិងធ្វើបន្ថែមទៀតនៅពេលដែលអ្នកអស់ធ្វើកាន់តែយូរអ្នកគ្នាអាចមានចំណេះដឹងកាន់តែច្រើនធ្វើបានកាន់តែច្រើនបាទអញ្ចឹងកុំគិតថាខ្លួនឯងរៀនអីក៏មិនចេះបាទទៀតពិតយើងត្រូវការតែពេលវេលាហើយនឹងstyle នៃការបង្រៀនតែប៉ុណ្ណោះបដូរ style ខ្លះបាទរកអំពីបញ្ហាឧទាហរណ៍រៀនជាក្រុមចេះយើងសាករកមួយទល់មួយមើលសុំគេរៀនមួយទល់មួយមើលបាទបើសិនជាអ្វីដែលខ្ញុំលើកឡើងពាក់ព័ន្ធជាមួយបទពិសោធន៍ហើយនឹងអ្វីដែលអ្នកឆ្លងកាត់គិតថាវាត្រឹមត្រូវសូមចាប់ផ្ដើមបោសសម្អាតហើយអនុវត្តវាឡើងវិញហើយបើសិនជាគិតថាវាមានអត្ថប្រយោជន៍សូមចែករំលែកទៅកាន់អ្នកដទៃទៀតបាទដើម្បីគាត់អាចដឹងពីបញ្ហាហើយនឹងដោះស្រាយដើម្បីខ្លួនឯងមានការគិតបែបវិជ្ជមានបញ្ចេញនូវលទ្ធផលធម៌ពលកាន់តែច្រើន